នៅសាខាសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច UME ខេត្តកំពង់ចាមថ្ងៃទី2ខែមីនាឆ្នាំ2014បានប្រារព្ធពិធីសន្និសីទស្តីពីដំណើរទៅរកភាពជោគជ័យក្រោមអធិបតីភាពលោកម៉ៅដុងនាយកសាខាសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច UME និងដោយមានការចូលរួមពីលោកព្រាបកុលមន្ត្រីសម្របសម្រួលសម្ព័ន្ធអង្គការសហប្រជាជាតិ UNCAC ប្រចាំនៅតំបន់អាស៊ីប៉ាស៊ីហ្វិកនាយកប្រតិបត្តិនៃអង្គការដំឡាភិបកម្ពុជារួមជាមួយសាស្ត្រាចារ្យនិងនិស្សិតនៃសាកលវិទ្យាល័យ UME យ៉ាងច្រើនកុះករផងដែរលោកម៉ៅដុងនាយកសាខាសាកលវិទ្យាល័យគ្រប់គ្រងនិងសេដ្ឋកិច្ច UME បានមានមតិស្វាគមន៍នៅក្នុងអង្គពិធីនេះថានេះគឺជាការយកចិត្តទុកដាក់និងជាឱកាសដ៏វិសេសវិសាលណាស់ដែលនាយកប្រតិបត្តិនៃអង្គការដំឡាភិបកម្ពុជាមកសហការនាពេលនេះហើយបានចែករំលែកនៅបទពិសោធន៍មួយចំនួនដែលពាក់ព័ន្ធទៅនឹងប្រធានបទស្តីអំពីដំណើរទៅរកភាពជោគជ័យនេះលោកម៉ៅដុងមានប្រសាសន៍ទៀតថាពាក់ព័ន្ធទៅនឹងប្រធានបទដំណើរការទៅរកភាពជោគជ័យគឺមានកត្តាសំខាន់មួយចំនួនដែលវាគ្មិនត្រូវបានយកមកបកស្រាយបំភ្លឺនៅពេលនេះរួមមានការណែនាំឲ្យស្គាល់ខ្លួនឯងឲ្យបានច្បាស់រៀបចំគោលដៅបេសកកម្មផែនការសម្រាប់ជីវិតព្រមទាំងបង្កើតទម្លាប់ល្អនិងជំរុញចោលទម្លាប់អាក្រក់រៀបចំអត្តចរិតនិងវិធីគ្រប់គ្រងអារម្មណ៍ដែលទាំងអស់នេះគឺជាកត្តាសំខាន់ដែលធ្វើឲ្យយើងបានជោគជ័យលោកម៉ៅដុងក៏បានបញ្ជាក់ផងដែរថាការសិក្សានៅប្រធានបទនេះនឹងធ្វើឲ្យចំណេះដឹងរបស់យើងកាន់តែប្រសើរឡើងមួយកម្រិតទៀតហើយនៅថ្ងៃអនាគតអាចធ្វើឲ្យយើងបានជោគជ័យនិងបានក្លាយខ្លួនជាអ្នកដឹកនាំលោកម៉ៅដុងបានផ្ដាំផ្ញើចំពោះសិក្ខាកាមទាំងអស់ត្រូវខិតខំប្រឹងប្រែងក្រែបជញ្ជក់ត្រង់ត្រាប់ស្ដាប់ការពន្យល់របស់គ្រូឧទ្ទេសដែលបានបង្ហាត់បង្ហាញរបស់អ្នកសម្របសម្រួលសម្រាប់ទុកជាទុនមូលដ្ឋានគ្រឹះទៅផ្សព្វផ្សាយបន្តក្នុងការពង្រឹងវិស័យអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈដើម្បីបង្កើតនូវចំណេះដឹងយកមកអភិវឌ្ឍក្នុងប្រទេសយើងឲ្យមានប្រសិទ្ធភាពខ្ពស់